ថ្ងៃទី20ខែ11ឆ្នាំ2025ការវិភាគតារាងថ្ងៃរបស់យ៉ាវការវិភាគតារាងយ៉ាវ J Chart ជាកំពុងដំណើរការយ៉ាវកំពុងតម្លៃប្រមាណ 45,373.8 ហើយនៅលើសពីអប 45,183.3 បន្តិចព្រោះថ្ងៃនេះជារៀបចំឌីកអបក្លាយជាតម្លៃសំខាន់បំផុតក្នុងការកំណត់ទិសដៅប្រចាំថ្ងៃជាសូលែងតម្លៃនៅលើអបទិសឡើងខ្លី bullish នៅតែមានភាពគាំទ្រប៉ុន្តែរចនាសម្ព័ន្ធទីផ្សារនៅតែមិនមានកម្លាំងច្បាស់លាស់តម្លៃកំពុងស្ថិតនៅលើម៉ូប 45,117.0 ដែលផ្ដល់ការគាំទ្រខ្លីប្រចាំថ្ងៃទោះជាយ៉ាងណាយ៉ាវនៅតែស្ថិតក្រោមតំបន់តស៊ូសំខាន់ដូចជាម៉ែ30 47,051 និងតំបន់ Caseable ដែលនៅក្បែរវាបង្ហាញថាទិសឡើងនៅតែមានកម្រិតខ្លាំងមុនពេលអ្នកទិញបង្ហាញកម្លាំងច្បាស់លាស់ជាងនេះបារបៀបចុងក្រោយបង្ហាញពីអារម្មណ៍ចម្រុះប៉ុន្តែខ្សែនៅតែពណ៌បៃតងបង្ហាញថាអ្នកទិញនៅតែសកម្មខណៈពេលដែល Case បន្តបង្ហាញបារពណ៌ខៀវច្រើនដែលបង្ហាញពីភាព bearish នៅក្នុងរចនាសម្ព័ន្ធធំនេះបង្ហាញពីការប្រឆាំងរវាងទិសឡើងខ្លីនិងទិសចុះមធ្យមអក្សានបើយ៉ាវអាចនៅលើសពីអបបាននឹងជួយលើកទិសឡើងខ្លីឲ្យមានស្ថិរភាពប៉ុន្តែបើតម្លៃធ្លាក់ត្រឡប់ក្រោមអបនឹងមកវានឹងបង្ហាញពីភាព bearish ឡើងវិញជាមួយ pivot 2 45,497.3 ក្លាយជាតម្លៃគាំទ្រសំខាន់បន្ទាប់ Pivot 1 45,385.3 នៅតែជាតំបន់តស៊ូចិត្តដែលត្រូវតែចាប់អារម្មណ៍យ៉ាវស្ថិតនៅចំណុចឆ្លើយឆ្លងសំខាន់និងក្នុងឌីជតម្លៃអបគឺជាចំណុចសម្រេចចិត្តសំខាន់បំផុតសម្រាប់ថ្ងៃនេះការបដិសេធចំពោះទំនួលខុសត្រូវការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនបង្កើតជាដំបូន្មានហិរញ្ញវត្ថុទេ